បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះបងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនឃើញឋានសួគ៌បាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនឃើញឋានសួគ៌គឺជានិមិត្តល្អដល់អ្នកសុបិនប្រសិនបើជាពុកម៉ែបងប្អូនកំពុងតែប្រកបមុខរបរការងារនោះនឹងត្រូវបានទទួលដំណឹងល្អគឺឡើងតំណែងតួនាទីឬក៏សយុទ្ធផងដែរចំណែកអ្នកកំពុងតែប្រកបមុខរបររស់ស៊ីជួញដូរនឹងទទួលបានល្បីឈ្មោះនិងផលកម្រៃច្រើនដល់អ្នកផងដែរសម្រាប់លេខសំណាងដល់អ្នកសុបិនគឺលេខ68លេខ69លេខ79លេខ669លេខ799លេខ869បាទតើតើនឹងពុកម៉ែបងប្អូនសុបិនឃើញឋានសួគ៌មានអត្ថន័យដោយការបកស្រាយខាងលើជាចុងក្រោយក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ